Lily ជាតុលាការរបស់នគរចិនក្នុងយុគសម័យឈុនឈីវដែលគេចាត់ទុកជាមនុស្សសុចរិតយុត្តិធម៌និងគោរពច្បាប់ទម្លាប់យ៉ាងតឹងរ៉ឹងបំផុតថ្ងៃមួយគាត់បានសាររើពិនិត្យរឿងចាស់ៗដែលគាត់បានកាត់ក្តីកាលពីអតីតហើយរកឃើញថាគាត់ធ្លាប់សម្រេចកាត់ទោសប្រហារជីវិតខុសមនុស្សគាត់ពិបាកក្នុងចិត្តជាខ្លាំងប្រញាប់ប្រញាល់ដោះមុខដោះស្លៀកពាក់តុលាការចេញឲ្យទាហានចាប់ខ្លួនចងហើយឲ្យគេនាំខ្លួនឯងយកទៅកាន់រាជវាំងចិនវិនកុងដើម្បីឲ្យព្រះរាជាកាត់ទោសប្រហារជីវិតដល់ខ្លួនព្រះចៅចិនវិនកុងទតឃើញដូច្នេះទ្រង់ប្រញាប់ស្ទុះមកស្រាវចំណងព្រមទាំងមានបន្ទូលថាតំណែងមន្ត្រីតែងមានខ្ពស់មានទាបដូច្នេះការដាក់ទោសក៏តែងមានខ្ពស់មានទាបចឹងដែររឿងនេះមន្ត្រីថ្នាក់ក្រោមជាអ្នកធ្វើខុសរីឯរូបលោកពុំមានកំហុសអ្វីទេលីលីនៅតែលុតចង្គង់ពុំព្រងើបទូលបង្គំជាអ្នកមានតំណែងខ្ពស់ជាងគេតាំងពីដើមមកពុំដែលមានប្រកល់អំណាចទៅឲ្យមន្ត្រីថ្នាក់ក្រោមណាទេទទួលបំប្រាក់បំណាច់ច្រើនជាងគេតែពុំដែលបែងចែកដល់ប្រយោជន៍ឲ្យអ្នកក្នុងប្រាក់មួយណាដែរថ្ងៃមួយទូលបង្គំបានប្រព្រឹត្តខុសតើនឹងទម្លាក់កំហុសដាក់អ្នកដទៃមិននឹងកើតហើយនេះសូមព្រះអង្គកាត់ទោសប្រហារជីវិតទូលបង្គំចុះក្រាបទូលព្រះចៅចិនវិនកុងទ្រង់សង្ហាក់ក្នុងព្រះハរតីបើពិចារណាទៅតើកម្រិតរបស់លោកបែបនេះឲ្យតែថ្នាក់ក្រោមប្រព្រឹត្តខុសហើយថ្នាក់លើត្រូវទទួលកំហុសផងដែរនោះបើអញ្ចឹងរូបយើងជាស្ដេចក៏ត្រូវទទួលកំហុស